Bà số đây phần bọn nó khné chip xe thân tí đọc mùi nhưng mà chụp khné lùm hạt bắt tọp tết nơi lùm hạt lên mà phây pí bà cầm này lùm hạt lên mà phây pí mê riêng tí pí chủng phụ tí buôn potential tham potential ở cái sini thần tụ po tí pí ấy pram nơi trong công phu là BCD này kare ABCD đại miền trung A mà 30 cm គេដាក់បន្តនៅចំណុចបន្ទាប់ពីសនីគុយ1បូក2គុណនឹង10សេគុណដក9គូឡុំគុយ2បូក3គុណ10សេគុណដក9គូឡុំគុយ3ដក 1.0 គុណ10សេគុណដក9គូឡុំគុយ4បូក 4.0 គុណ10សេគុណដក9គូឡុំគេឲ្យគណនា potential នៅត្រង់ចំណុច O នៃការ៉េបាទនៃការ៉េផ្ចិត O នៃការ៉េគេឲ្យគណនា potential ត្រង់ផ្ចិត O បាទនៅត្រង់ចំណុចផ្ចិតនៃការ៉េ ABCD potential យើងធ្លាប់រៀន potential គឺជាទំហំ scalar អញ្ចឹងពេលយើងដោះស្រាយអត់ពិបាកដូចទំហំ vector ឯងអញ្ចឹងមេរៀននេះបើយើងគិតទៅដោះស្រាយមកដល់លេខ22លំហាត់ងាយអត់ពិបាកទេអញ្ចឹងយើងទៅតែម្ដងគណនា potential ត្រង់ផ្ចិតនៃការ៉េស្រង់បំរាប់ឡើងវិញទាំងអស់មកបាទគុយ1គុយ2គុយ3គុយ4ហើយគេប្រាប់ជ្រុងនៃការ៉េហ្នឹងគឺ30សង់ទីម៉ែត្របំបែកទៅຂະຫນាតស្តង់ដារទៅ10ស្វ័យគុណដក1ម៉ែត្រហើយការ៉េនេះបាទ A B C D ត្រង់ A គូដាក់គុយ1ត្រង់ B គុយ2ត្រង់ C គុយ3ហើយ D គុយ4គេឲ្យគណនា potential ត្រង់ផ្ចិតអញ្ចឹងដើម្បីបានផ្ចិតយើងគូសកត់ទ្រូងវាមកចំណុចផ្សព្វនៃកត់ទ្រូងគឺជាចំណុចផ្ចិតហើយអញ្ចឹងកន្លែងនេះគឺផ្ចិតរបស់វាគឺតាំងនៅអក្សរ O គេថាផ្ចិត O ណាអញ្ចឹងយើងគណនាមកតើ potential ត្រង់ផ្ចិត O នឹងស្មើប៉ុន្មានបើយើងគិតពី potential វាអាស្រ័យលើចម្ងាយដែរអញ្ចឹងយើងគិតពី A មក O ហ្នឹងចម្ងាយយើងតាំងដោយ A ពី B មក O ពី C ទៅ O ហើយនឹងពី D ទាំង O ចម្ងាយទាំងអស់គឺស្មើគ្នាទេដោយសារវាជាចម្ងាយពីកំពូលមកផ្ចិតណាហើយវាជាការ៉េអញ្ចឹងចម្ងាយវាស្មើគ្នាទាំងអស់អញ្ចឹងគូតាំងដោយ A បាទចម្ងាយទាំងអស់ហ្នឹងគឺ A បាទហើយបន្ទុករាយតាមហ្នឹងហើយឥឡូវយើងមើលរូបមន្តគឺយើងបូកបញ្ចូលគ្នាទាំងអស់ potential ត្រង់ចំណុច O បាទវាស្មើនឹងការកតាឲ្យគុយ1នៅលើ A បូកគុយ2នៅលើ A បូកគុយ3លើ A បូកគុយ4លើ A វាទៅ A1 A2 A3 A4 ប៉ុន្តែ A ស្មើគ្នាទាំងអស់គ្រូសេអញ្ចឹងទៅហើយគ្រូទាញ1នៅលើ A ជាកតាមកអញ្ចឹងគ្រូបានដាក់ការនៅលើ A កតាគុយ1បូកគុយ2បូកគុយ3បូកគុយ4បាទងាយបាទលំហាត់នេះលំហាត់នេះតែប៉ុណ្្នឹងទេអត់មានអីទៀតទេបាទសល់ប៉ុន្មានយើងជំនួសលេខចូលប៉ុន្តែនៅ A បាទ A អត់ទាន់ស្គាល់ចម្ងាយទេចម្ងាយ A អត់ទាន់ស្គាល់ទេ A គឺគិតពី B មក O ឬក៏ពី A មក O បើយើងគិតទៅបើសិនជាពី A មក C គឺជាប្រវែងអង្កត់ទ្រូងនៃការ៉េអញ្ចឹង A ពាក់កណ្ដាលអង្កត់ទ្រូងនៃការ៉េអញ្ចឹង A វាស្មើនឹងពាក់កណ្ដាលហើយអានេះគឺចម្ងាយអង្កត់ទ្រូងនៃការ៉េចម្ងាយអង្កត់ទ្រូងនៃការ៉េវាស្មើនឹងប្រវែងជ្រុងគុណរឹស2បើយើងរៀនធ្លាប់រៀនគណិតវិទ្យាថ្នាក់ទី9ទី8អីយើងប៉ុណ្ណឹងយើងដោះស្រាយហើយចេញបាទអញ្ចឹងវាស្មើ1/2គុណនឹងចម្ងាយជ្រុងប្រវែងជ្រុងគឺ30សង់ទីម៉ែត្រហើយគុណរឹស2មក30ចែក2បាន15អញ្ចឹងបាន15ឬនៃ2ហើយຂະຫນាតសង់ទីម៉ែត្របើយើង8ជាម៉ែត្រគុណ10សេគុណដក2ម៉ែត្របាទនេះគឺជាចម្ងាយ A អញ្ចឹងសល់ប្រហែលយើងស្គាល់អស់ហើយការនេះតម្លៃថេទេនេះមេគុណសមាមាត្រវាស្មើនឹង9គុណនឹង10សេគុណ9អញ្ចឹងយើងបានបាទវេស្មើបាទអញ្ចឹងការយើងជំនួសដោយ9គុណ10គុណ9នៅលើ A តម្លៃប៉ុណ្ណេះហើយបន្ទុកគិសនីគុយ1គឺ2គុយ2 3គុយ3ដក1ហើយគុយ4 4អញ្ចឹងគ្រូសេ2 3ដក1 4ហើយបន្តមកទៀតស្វ័យគុណគឺទាញជាកតាស្វ័យគុណ10សេគុណដក9ទាញជាកតាហ្មងទៅកុំឲ្យពិបាកបាទអញ្ចឹងយើងបានចម្លើយវេស្មើក្រោយពីយើងគណនាទៅយើងបានវេស្មើនឹង240 រឹសនៃ2វ៉ុល
bà phần nặng nâng bây giờ ọt bà chánh đấy dương tục phần nặng thôi cho coi cho lối đây và nó bây giờ bà chánh vì smart nâng pi rồi sam sập bùn cho buồn vol dương ai tha vì smart nâng pi rồi sai sập vol các bạn này mà bà hát phần nặng ê bây ở sam sập bùn hay chưa bây ở sai sập vol phần nặng mà chẳng lẽ mà pay pi nâng làm hát vì miền tập phần nặng thế vì mình bảo bài thế bà đôi nipple trong cell với smart nâng pi rồi sai sập vol mà rồi có bây rưỡi sam sập bùn cho buồn vol chẳng po trong cell thòng chặt này cái rễ nó smart phần nặng mê riêng tùm hum scala riêng cứ sưu riêng nhưng số cái anh ấy anh men bảo bạn cất từ lượt từ thằng từ nào thì mà tùm hum vector bạn hiện cho nên không mê hiện tì môi chụp buộc 4 hiện của bạn chỉ mê hiện tì pi chụp buộc buồn giờ mê hiện tì pi sơ tùm hum scala chỉ bộ cái này thôi mà thì bà chắc lấy một pay pi men là phần năng thì bà men là phần năng thế chào bạn đây